នៅទីបំផុតលោកស្រីជីវនារាស្ថាបនិកក្រុមហ៊ុនសវណ្ណភូមិអចលនទ្រព្យនៅខេត្តសៀមរាបត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនចូលពន្ធនាគារព្រៃសរហើយស្ត្រីអ្នករកស៊ីលើវិស័យជំនួញដីធ្លីដល់ល្បីនិងស្ថាបនិករបស់ក្រុមហ៊ុនលក់ដីឡូមានឈ្មោះសវណ្ណភូមិអចលនទ្រព្យនៅខេត្តសៀមរាបដែលគេស្គាល់ថាលោកស្រីថកែដីឡូជីវនារាត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបងរាជធានីភ្នំពេញលោកសានប៊ុនធឿនបានចេញដីកាសម្រេចបង្គាប់ឲ្យសមត្ថកិច្ចយកទៅឃុំខ្លួនដល់ពន្ធនាគារព្រៃសរកាលពីថ្ងៃទី9 ខែឧសភាឆ្នាំ2023កន្លងទៅពីបទរំលោភទំនុកចិត្តតាមបញ្ញត្តិមាត្រា391និងមាត្រា392នៃក្រមព្រហ្មទណ្ឌស្ត្រីអ្នកជំនួញដីធ្លីដែលរកស៊ីឆបោកគេឈ្មោះជីវនារាកើតនៅថ្ងៃទី27 ខែកក្កដាឆ្នាំ1987ជនជាតិខ្មែរនិងមានទីកន្លែងកំណើតនៅឃុំហាន់ជ័យស្រុកឆ្លងខេត្តក្រចេះចំណែកទីលំនៅនៅមុនពេលខាត់ខ្លួនស្នាក់នៅភូមិវិហារចិនសង្កាត់ស្វាយដង្គមក្រុងសៀមរាបខេត្តសៀមរាបសមត្ថកិច្ចបានធ្វើការចាប់ខ្លួនស្ត្រីជនជាប់ចោទរូបនេះកាលពីថ្ងៃទី8 ខែឧសភាឆ្នាំ2023នៅខេត្តសៀមរាបហើយត្រូវបានគេចាប់បញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញភ្លាមៗពីបទរំលោភលើទំនុកចិត្តលើអាណិកជននៅអូស្ត្រាលីបើយោងតាមដីកាដែលសម្រេចឃុំបង្គាប់ឲ្យឃុំខ្លួនស្ត្រីអ្នកជំនួញដីធ្លីរូបនេះមានខ្លឹមសារបញ្ជាក់ថាត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទរំលោភលើទំនុកចិត្តប្រព្រឹត្តនៅចំណុចសទ្ធាគារ David Hotel ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញប្រព្រឹត្តកាលពីថ្ងៃទី17 ខែវិច្ឆិកាឆ្នាំ2019នៅរាជធានីភ្នំពេញកាលពីថ្ងៃទី30 ខែវិច្ឆិកាឆ្នាំ2019បទល្មើសព្រហ្មទណ្ឌដែលចែងឲ្យផ្ដន់ទានទោសតាមបញ្ញត្តិមាត្រា391និងមាត្រា392នៃក្រមព្រហ្មទណ្ឌសូមជម្រាបថាស្ត្រីឈ្មោះជីវនារាបានរំលោភលើទំនុកចិត្តដោយបានទទួលលុយពីអាណិកជននៅអូស្ត្រាលីដើម្បីទៅរកទិញដីសម្រាប់ពូជគម្រោងជាដីឡូស្ថិតនៅក្នុងភូមិកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរាបប៉ុន្តែស្ត្រីអ្នកជំនួញរូបនេះមិនស្មោះត្រង់ដោយរំលោភលើទំនុកចិត្តភាគីបណ្ដឹងដែលជាជនរងគ្រោះ